ពីហាងលក់ទំនិញតូចមួយទៅជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំនៅក្នុងពិភពលោករឿងរ៉ាវនៅពីក្រោយភាពជោគជ័យរបស់ក្រុមហ៊ុន Samsung គឺជាសារដាស់តឿនដ៏មានឥទ្ធិពលមួយដែលរំលឹកយើងថាភាពជោគជ័យដ៏អស្ចារ្យតែងតែផ្ដើមចេញពីភាពតូចតាចក្រុមហ៊ុន Samsung ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ1938ដោយលោក Lee Byung-chul ក្នុងប្រទេសកូរ៉េខាងត្បូងហើយដើមឡើយវាជាហាងទំនិញដ៏តូចមួយដែលមានផលិតផលដូចជាគ្រឿងទេសត្រីងៀតនិងគុយទាវតែប៉ុណ្ណោះនៅពេលនោះគ្មាននរណាអាចនឹកស្មានដល់ទេថាវានឹងក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេមួយរបស់ពិភពលោកនៅក្នុងទសវត្សរ៍ឆ្នាំ1960 Samsung បានចាប់ផ្ដើមពង្រីកខ្លួនហើយឈានចូលនៅក្នុងការផលិតនៅផលិតផលគ្រឿងអេឡិចត្រូនិកដែលជាចំណុចរបត់មួយដ៏សំខាន់នៅក្នុងដំណើរអាជីវកម្មរបស់ខ្លួននៅទសវត្សរ៍ឆ្នាំ1980និងឆ្នាំ1990 Samsung បានវិនិយោគយ៉ាងច្រើននៅក្នុងការស្រាវជ្រាវនិងការអភិវឌ្ឍដែលផ្ដោតទៅលើឧបករណ៍អេឡិចត្រូនិកទូរទស្សន៍និងសម្ភារៈផ្ទះបាយផ្សេងៗទោះបីជាប្រឈមមុខនឹងការប្រកួតប្រជែងជាលក្ខណៈសកលខ្លាំងក្លានិងសូម្បីតែមានវិបត្តិហិរញ្ញវត្ថុអាស៊ីក្នុងឆ្នាំ1997ក៏ដោយក៏ Samsung មិនបានដើរថយក្រោយឡើយផ្ទុយទៅវិញ Samsung បានរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនរបស់ខ្លួនឡើងវិញហើយបានបង្កើតការច្នៃប្រឌិតទ្វេដងថែមទៀតផងនៅដើមទសវត្សរ៍ឆ្នាំ2000 Samsung បានបោះជំហានចូលនៅក្នុងវិស័យនៃការផលិតទូរស័ព្ទ Smartphone ទំនើបៗដោយធ្វើការប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនដូចជា Nokia និង Apple ជាដើមពេលនោះ Samsung បានណែនាំជូនអតិថិជននៅទូរស័ព្ទប្រភេទថ្មីស៊េរី Galaxy ដែលទទួលបានការគាំទ្រនិងមានប្រជាប្រិយភាពខ្លាំងដែលបានជួយឲ្យ Samsung ក្លាយជាយីហោ Smartphone ដ៏កំពូលមួយនៅលើពិភពលោក Samsung បានចូលរួមចំណែកនៅក្នុងផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកូរ៉េខាងត្បូងប្រហែលជាង 20% ឯណោះសប្តាហ៍ថ្ងៃនេះ Samsung មិនមែនគ្រាន់តែជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយនោះទេប៉ុន្តែវាគឺជាក្រុមហ៊ុនដែលផលិតនៅផលិតផលពាក់កណ្ដាលសម្រេចឬ Semiconductor ដែលផលិតនៅអេក្រង់ទូរស័ព្ទ Smartphone និងកុំព្យូទ័រសម្រាប់លក់ឲ្យក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Apple និង Huawei ផងដែរ